ចាជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះមកចែករំលែកចែកគ្នាលេងទៀតហើយចាអញ្ចឹងខ្ញុំបានផុសនៅក្នុង page របស់ខ្ញុំកាលពីប្រហែលថ្ងៃមុនហើយដែរថាអ្វីដែលខ្ញុំសោកស្ដាយនៅក្នុងពេលបច្ចុប្បន្ននេះគឺថាអ្នកដែលជាសកម្មជនអ្នកដែលជាអ្នកធ្វើការងារដើម្បីលើកកម្ពស់អំណាចស្ត្រីលើកកម្ពស់សិទ្ធិស្ត្រីទាមទារសមភាពសមធម៌រវាងស្ត្រីហើយនិងបុរសអីហ្នឹងមិនថាតែនៅប្រទេសយើងទេនៅបរទេសក៏ចឹងដែរចាអ្វីដែលខ្ញុំសោកស្ដាយបំផុតហ្នឹងគឺថាពួកគាត់តែងតែបន្តអឺនិយាយដដែលថាអ្វីដែលស្ត្រីកំពុងមិនថាចំទេតែអ្វីដែលពួកគាត់និយាយវានៅក្នុងន័យហ្នឹងគឺថាអ្វីដែលស្ត្រីកំពុងតែរងទុក្ខរាល់ថ្ងៃហ្នឹងគឺដោយសារតែបរិសុទ្ធចាហើយបើនិយាយចំមែនតើគឺថាបរិសុទ្ធជាអក្រិតជនហើយស្ត្រីគឺជាជនរងគ្រោះចាសម្រាប់ខ្ញុំការដែលនៅតែបន្តនិយាយបែបនេះការដែលនៅតែបន្តលើកឡើងបែបនេះវាអត់អាចដោះស្រាយបញ្ហាបានហើយវាអត់អាចធ្វើឲ្យស្ថានភាពនឹងប្រសើរឡើងបានទេចាទីមួយវាគឺជារបៀបដែលថារឿងដែលកើតឡើងគឺយើងរកថាអ្នកណាខុសអ្នកណាត្រូវពេលខ្លះរឿងដែលកើតឡើងវាអត់មានអ្នកណាខុសអ្នកណាត្រូវពិតប្រាកដទេគឺជាស្ថានភាពណាគឺជាលក្ខខណ្ឌដែលបង្កវាមានរឿងអពមង្គលនឹងវាកើតឡើងចាហើយម្យ៉ាងវិញទៀតនៅពេលដែលយើងចោទណាយើងមើលទៅបរោះក្នុងផ្លូវអាក្រក់រហូតយើងមើលទៅមនុស្សប្រុសក្នុងផ្លូវអាក្រក់រហូតសួរថាមនុស្សប្រុសជាអ្នកណាមនុស្សប្រុសក៏ជាឪពុករបស់យើងមនុស្សប្រុសក៏ជាបងប្រុសរបស់យើងមនុស្សប្រុសក៏ជាប្អូនប្រុសរបស់យើងមនុស្សប្រុសក៏ជាកូនប្រុសរបស់យើងចាអញ្ចឹងបើសិនជាឧទាហរណ៍ថាកូនប្រុសរបស់យើងនេះកើតមកជាកូនប្រុសទៅតែកើតមកឯងត្រូវគេបិទផ្លាកឲ្យហើយស្រេចហើយថាជាអ ுக ្រិតជនឃើញទេតើឲ្យគាត់នឹងមានទឹកចិត្តឯណាទៅក្នុងការធ្វើជាមនុស្សល្អអាហ្នឹងខ្ញុំគាត់ចង់លើកថានៅពេលដែលយើងនិយាយបែបហ្នឹងវាប៉ះពាល់ដល់អារម្មណ៍សម្រាប់ខ្ញុំគិតថាអត់ខ្វះទេមនុស្សប្រុសដែលគេមិនបានធ្វើបាបចិត្តមនុស្សស្រីចាហើយវាប៉ះពាល់ដល់អារម្មណ៍គាត់ចាអាហ្នឹងខ្ញុំលើកតែមួយចឹងទៅហើយបើទោះជានៅមួយប៉ែកទៀតដែលមនុស្សប្រុសដែលគាត់បានធ្វើបាបចិត្តមនុស្សស្រីចាសម្រាប់ខ្ញុំគឺថាជាលក្ខណៈភាកច្រើនតែម្ដងខ្ញុំអាចនិយាយបានថាមិនមែនជាកំហុសរបស់គាត់ទេហេតុអីបានខ្ញុំនិយាយថាមិនមែនជាកំហុសរបស់គាត់ប្រហែលជាបងប្អូនស្រីយើងខឹងខ្ញុំទៀតឬសូពាកនឹងនៅពេលដែលខ្ញុំនិយាយមនុស្សប្រុសដែលតែមានស្រីមនុស្សប្រុសដែលឲ្យតែមានរឿងអីអូយពិបាកចិត្តណាចង់នៅផ្ទះឲ្យធុញណាផ្ទះណាទៅច្រៀងក្រៅខេបាត់ទៅរកស្រីក្រៅខេបាត់ទៅស្អីបាត់ចឹងទៅចាហើយប្រពន្ធនេះនៅរងទុក្ខម្នាក់ឯងខ្ញុំនៅតែនិយាយបានថាមិនមែនជាកំហុសរបស់គាត់ចាអ្នកនរគ្នាប្រហែលជាអាចខឹងខ្ញុំប៉ុន្តែខ្ញុំនឹងបកស្រាយចាហេតុអីមកខ្ញុំថាមិនមែនជាកំហុសរបស់គាត់អ្នកនរគ្នាដឹងទេមនុស្សប្រុសតាំងពីកើតមកគឺត្រូវបានគេប្រដៅត្រូវបានគេអប់រំឲ្យធ្វើជាមនុស្សប្រុសចាពាក្យថាមនុស្សប្រុសនេះខ្ញុំប្រាប់អ្នកនរគ្នាចោះមិនមែនត្រឹមតែថាមាននៅក្នុងប្រទេសយើងទេនៅក្នុងប្រទេសផ្សេងហ្នឹងក៏នៅតែមានអញ្ចឹងដែរចាអញ្ចឹងមនុស្សប្រុសត្រូវបានគេបដៅឲ្យធ្វើជាមនុស្សប្រុសមនុស្សស្រីត្រូវបានគេបដៅឲ្យធ្វើជាមនុស្សស្រីចាអញ្ចឹងគេចែកអ្នកទាំងពីរឲ្យនៅឃ្លាតឆ្ងាយពីគ្នាឯងមនុស្សប្រុសផ្សេងមនុស្សស្រីផ្សេងមនុស្សប្រុសត្រូវធ្វើបែបណាមនុស្សស្រីត្រូវធ្វើបែបណាយើងជាមនុស្សស្រីខ្ញុំគិតថាអ្នកទាំងអស់គ្នាដឹងទេមែនទេណាមនុស្សស្រីត្រូវតែចេះទ្រាំមនុស្សស្រីត្រូវតែចេះថែទាំគ្រួសារមនុស្សស្រីគ្រប់លក្ខមនុស្សស្រីរក្សាព្រហ្មចារីយ៍អីចឹងទៅខ្ញុំគិតថាអានឹងអ្នកទាំងអស់គ្នាស្ដាប់ឮជាប្រចាំហើយក៏ជារឿងដែលអ្នកទាំងអស់គ្នាត្អូញត្អែជាប្រចាំដែរថាកើតមកជាស្រីដើម្បីតែរងទុក្ខចាអានេះក៏វាជាការមិនពិតដែរកើតមកជាស្រីមិនមែនដើម្បីតែរងទុក្ខទេចាបើសិនជាយើងចេះរៀបចំជីវិតរបស់យើងកើតមកជាមនុស្សស្រីមិនមែនដើម្បីតែរងទុក្ខទេហើយដល់យើងអាចនិយាយគ្នាក្នុងវីដេអូផ្សេងទៀតចាក្នុងករណីនេះខ្ញុំចង់លើកនិយាយអំពីខាងផ្នែកខាងបរិសខាងមនុស្សប្រុសចាអញ្ចឹងមនុស្សប្រុសតាំងពីកើតមកត្រូវគេប្រាប់ថាកូនប្រុសត្រូវស្រក់ឈាមមិនស្រក់ទឹកភ្នែកទេគេអត់ឲ្យកូនប្រុសយំទេតាំងពីតូចមកខ្ញុំចាំបានណាកូនប្រុសខ្ញុំគាត់អាយុអត់តាន់មួយឆ្នាំស្រួលផងគាត់លេងអញ្ចឹងទៅគាត់ដួលត្រូវជង្គង់ចារៀងកលិតជង្គង់បន្តិចហើយគាត់ក៏យំប៉ាគាត់និយាយលេងទេចានិយាយលេងគាត់រត់ទៅលើកូនអញ្ចឹងណាគាត់ឃើញកូនដួលហ្នឹងគាត់ភ័យសឹកអីហើយអញ្ចឹងគាត់រត់ទៅលើកូនហ្នឹងទៅឃើញកូនយំអញ្ចឹងគាត់ក៏លេងសើចមួយកូនគាត់ថាហេកូនប្រុសប៉ុណ្ណឹងយំអីកូនប្រុសគេសុកសិតស្រក់ឈាមមិនស្រក់ទឹកភ្នែកទេចាអ្នកនរគ្នាគិតមើលភាពឈឺចាប់ណាគ្នាដួលគ្នាឈឺយើងឲ្យគ្នាលេបក្តីទុកនឹងចូលទៅក្នុងវិញមិនឲ្យស្រក់ទឹកភ្នែកទេបើមិនជាស្រក់ទឹកភ្នែកកូនប្រុសស្រក់ទឹកភ្នែកគេហៅថាមនុស្សប្រុសទុនខ្សោយមនុស្សប្រុសទុនជ្រាយអញីជាដើមឃើញទេអញ្ចឹងគេបង្ហាត់គាត់ឲ្យអង្អាត់
គេបង្ហាត់គាត់ឲ្យអង់អាចគេបង្ហាត់គាត់ឲ្យស៊ូគេបង្ហាត់គាត់ឲ្យលេបទុកចូលទៅវិញចាមានទុកអត់ខ្ជាក់ចេញមកក្រៅទេគឺលេបចូលទៅក្នុងខ្លួនគាត់វិញហេតុអីបានខ្ញុំប្រើពាក្យថាលេបចូលក្នុងខ្លួនគាត់វិញព្រោះថាមនុស្សយើងជាធម្មជាតិទឹកភ្នែករបស់យើងនេះគឺជាមធ្យោបាយបញ្ចេញទុកចាមធ្យោបាយបញ្ចេញនៃការឈឺចាប់យកវាទៅបោះចោលយើងឈឺចឹងទៅយំទៅយើងបោះទុកនឹងចោលចាយើងកាត់មកជាមនុស្សស្រីសរសើរសំណាងខ្លួនឯងកន្លែងហ្នឹងដែលសង្គមមិនដែលបរៀនឲ្យយើងថាកុំយំទេអញ្ចឹងមានទុកយើងយំទៅយើងធូរស្រាលចំណែកមនុស្សប្រុសគាត់អត់ដែរយំទេចាអញ្ចឹងគេបង្រៀនគាត់ឲ្យយំទេផ្ទុយមកវិញគេបង្រៀនគាត់ថាអូយប្រុសវាតែប៉ុណ្ណឹងតែវាធន់ណាវាពិបាកវាទៅរកកន្លែងសុបាយឯងឃើញទេគេបង្រៀនគាត់ដូចគ្នាមិនមែនជំរើសរបស់គាត់ទេណាអ្នកទាំងអស់គ្នាខ្ញុំមានអ្នកធ្វើការជាមួយគ្នាជាច្រើនខ្ញុំមានមិត្តភ័ក្តិជាច្រើនដែលគាត់ប្រើពាក្យមួយថាបើសិនជាគាត់មិនធ្វើដូចគេហៅគាត់អាវ៉ែកអូខេគឺសង្គមជាអ្នកបង្រៀនឲ្យមនុស្សប្រុសធ្វើបែបហ្នឹងហែងជាប្រុសហែងទៅខ្វល់ខ្វាយអីច្រើនពេកដើរលេងផឹកស៊ីឲ្យសុបាយហើយត្រឡប់មកផ្ទះវិញឲ្យប្រពន្ធឲ្យកូនទៅគេហៅប្រុសហើយឃើញទេមិនឲ្យយំមិនឲ្យបញ្ចេញទុកណាទៅរកការសុបាយដើម្បីបំភ្លេចទុករបស់គាត់ហេតុហ្នឹងចំណុចហ្នឹងដែលខ្ញុំនិយាយថាវាមិនជាកំហុសរបស់គាត់ទេពួកគេបង្រៀនគាត់ឲ្យធ្វើបែបហ្នឹងហាក់ដូចជាគាត់អត់មានឧទាហរណ៍មួយផ្សេងទេឃើញទេខ្ញុំនៅពេលដែលខ្ញុំស្គាល់មិត្តប្រុសរបស់ខ្ញុំបច្ចុប្បន្ននេះខ្ញុំសប្បាយចិត្តមែនតើព្រោះនៅពេលដែលគាត់ពិបាកចិត្តគាត់យំកោយស្មាខ្ញុំគាត់សុំខ្ញុំថាអាចជួយគាត់ណាថ្នមគាត់ដើម្បីឲ្យគាត់ធូរស្រាលពីទុក្ខបានអត់នេះហើយបើខ្ញុំហៅថាជាប្រុសព្រោះជាមនុស្សចាជាមនុស្សមិនមែនជាគ្រាន់តែជាដុំរូបរាងមួយដែលគ្មានអារម្មណ៍ណាដែលគ្មានញៀនសម្រាប់ការទុកដែលគ្មានញៀនសម្រាប់ដឹងឮរឿងខាងក្រៅទេឃើញទេអញ្ចឹងគេបង្ហាត់គាត់បែបហ្នឹងនៅពេលដែលគេបង្ហាត់គាត់បែបហ្នឹងឲ្យរឹងបង្ហាត់គាត់ឲ្យអង់អាចបង្ហាត់គាត់ឲ្យសូម្បីតែគាត់ខ្លួនឯងក៏ត្រូវតែ disconnect បាទនេះកាត់ផ្ដាច់ខ្លួនឯងចេញពីអារម្មណ៍របស់ខ្លួនដែរសួរថាតើថ្ងៃក្រោយទៅគាត់មានលទ្ធភាពឯណាក្នុងការស្ដាប់ទុកលំបាករបស់ប្រពន្ធកូនគាត់មានលទ្ធភាពស្ដាប់ទុកលំបាករបស់ប្រពន្ធកូនទេព្រោះអីសូម្បីតែទុកលំបាករបស់គាត់មិនដែលស្ដាប់ខ្លួនឯងផងអ្នកនរគ្នាគិតមើលតែអ្នកនរគ្នាចោទប្តីថាណាមិនដែលយល់ចិត្តចោទប្តីថាមិនចេះថ្នាក់ថ្នមចោទប្តីថាមិនចេះយកចិត្តទុកដាក់ជាមួយយើងសួរថាតើអ្នកណាបានបង្រៀនគាត់ហើយឬនៅឲ្យចេះថ្នាក់ថ្នមឲ្យចេះយកចិត្តទុកដាក់អត់មានអ្នកណាបង្រៀនគាត់ទេគេបង្រៀនគាត់ឲ្យដូចដុំថ្មអញ្ចឹងចាអ្នកទាំងអស់គ្នាខ្លួនឯងពេលខ្លះខ្លួនឯងជាស្ត្រីហ្នឹងដែលទាមទារសិទ្ធិដែលទាមទារអ្វីៗឲ្យស្មើនឹងបុរសដែលទាមទារចង់ឲ្យមនុស្សស្រីរស់នៅមានសិទ្ធិពេញលេញអីទាំងអស់ហ្នឹងពេលខ្លះអ្នកទាំងអស់គ្នាក៏នៅតែប្រដៅកូនប្រុសបែបហ្នឹងដែរចាធ្វើជាកូនប្រុសត្រូវតែជាបង្គោលរបស់គ្រួសារធ្ងន់ណាស់ណាអ្នកទាំងអស់គ្នាធ្ងន់ណាស់ធ្វើជាកូនប្រុសត្រូវតែជាបង្គោលរបស់គ្រួសារទៅតែកើតងាមកទេណាគេទម្លាក់អំរែកនឹងឲ្យរួចទៅហើយសួរថាតើគាត់រស់នៅក្នុងស្ថានភាពបែបណាគឺគាត់រស់នៅរងសម្ពាធជាប្រចាំឃើញទេគាត់រស់នៅរងសម្ពាធជាប្រចាំប៉ុន្តែសង្គមប្រាប់គាត់វិញថាបើហែងរងសម្ពាធចឹងហែង stress ចឹងហែងទៅពិបាកអីហែងប្រុសតាណាធ្វើអីធ្វើទៅប្រុសមាសទឹកដប់ឃើញទេតាមពិតមកខាងគេដាក់សង្កត់ណាមកខាងទៀតក៏គេប្រាប់ថាធ្វើអីដើម្បីកុំឲ្យអាសម្ពាធហ្នឹងវាធន់ធ្ងរពេកសម្រាប់យើងសម្រាប់មនុស្សប្រុសឃើញទេអញ្ចឹងទាំងអស់នេះខ្ញុំចង់និយាយដែលខ្ញុំចង់និយាយហ្នឹងមិនមែនថាខ្ញុំទម្លាក់កំហុសទៅលើសង្គមទៅលើឪពុកម្ដាយអីទេប៉ុន្តែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាវាដល់ពេលហើយដែលយើងត្រូវកែប្រែការអប់រំកូនបែបហ្នឹងយើងត្រូវកែប្រែស្ថានភាពទាំងអស់ហ្នឹងបើសិនជាអ្នកទាំងអស់គ្នាចង់មានប្តីណាយើងជាមនុស្សស្រីយើងចង់បានប្តីម្នាក់ដែលថ្នាក់ថ្នមដែលលួងលោមដែលថែទាំយើងចាប់ផ្ដើមពីអ្នកទាំងអស់គ្នាទៅតើអ្នកទាំងអស់គ្នាអនុញ្ញាតឲ្យប្តីយំកោយស្មាយើងដែរឬក៏អត់បង្ហាញប្រាប់គាត់ថាភាពថ្នាក់ថ្នមមានន័យបែបណាអូខេប៉ុន្តែមិនមែនបានន័យថាទ្រាំគ្រប់យ៉ាងទេសង្គមយើងបច្ចុប្បន្នអ្វីដែលវាលំបាកខ្លាំងហ្នឹងគឺថាគេបង្រៀនមនុស្សស្រីឲ្យទ្រាំឲ្យអត់ធ្មត់ណាគេបង្រៀនមនុស្សស្រីឲ្យទន់ភ្លន់ប៉ុន្តែគេអត់ប្រាប់នាងថាតើដើម្បីរស់នៅជាមួយគ្នានៅពេលដែលមនុស្សម្នាក់លែងមានអារម្មណ៍លែងមានភាពផ្សារភ្ជាប់ជាមួយខ្លួនឯងហើយហ្នឹងណាតើនាងអាចរស់នៅជាមួយគាត់បានដោយរបៀបណាឃើញទេវាអត់មានទេគេគ្រាន់តែប្រាប់ថាធ្វើជាម្ដាយធ្វើជាប្រពន្ធឃើញទេធ្វើជាម្ដាយធ្វើជាប្រពន្ធបំពេញទំនួលខុសត្រូវរបស់ខ្លួនឯងម្នាក់មានទំនួលខុសត្រូវរៀងខ្លួនប៉ុន្តែការរស់នៅដោយក្តីស្រឡាញ់ការរស់នៅដោយថែទាំគ្នាគេអត់បានបង្រៀនអ្នកទាំងអស់គ្នាពិតប្រាកដទេឃើញទេប៉ុន្តែហេតុអីបានជាមនុស្សប្រុសទាំងអស់ហ្នឹងគាត់ទៅរកខាងក្រៅឃើញទេ
ព្រោះគាត់ទៅរកខាងក្រៅហ្នឹងមនុស្សស្រីដែលគេជាអ្នករកស៊ីបែបហ្នឹងគេដឹងថាគេត្រូវថ្នាក់ថ្នមមនុស្សប្រុសបែបហ្នឹងដោយរបៀបណាអ្នកទាំងអស់គ្នាដឹងឯងប្រហែលជាបើចង់ដឹងទៅលួចតាមដានប្តីខ្លះតែនៅពេលដែលគាត់ទៅជួបមនុស្សស្រីទាំងអស់ហ្នឹងបែបណាខ្ញុំធ្លាប់ជួបមនុស្សស្រីដែលគាត់ជាអ្នកធ្វើការងារនៅតាមខារ៉ាអូខេនៅអីចឹងនៅពេលយើងទៅអ៊ុតសក់ទៅកាត់សក់ទៅលាបសក់អីចឹងគឺថាសបោស្រីដែលគាត់ទៅងាយឡើងគាត់ត្រូវទៅខារ៉ាអូខេទាំងអស់ហ្នឹងគាត់ថាគាត់និយាយគាត់ថាពេលខ្លះគាត់ស្ដាប់រឿងរបស់បរោះទាំងអស់ហ្នឹងហើយគាត់ស្ទើរតែស្រក់ទឹកភ្នែកជាមួយប្រុសទាំងអស់ហ្នឹងគាត់ថាពេលខ្លះលេបលុយរបស់ប្រុសខ្លះលេបលុយទាំងអួលដើមកឯអាណិតទុកសោកពេញខ្លួនប៉ុន្តែមិនដែលហ៊ានប្រាប់ប្រពន្ធទេសុកចិត្តមកប្រាប់គាត់ចាអញ្ចឹងអ្នកនរគ្នាឃើញកន្លែងហ្នឹងគេបដៅគាត់អញ្ចឹងដែរណាមនុស្សប្រុសកុំយកទុកទៅឲ្យប្រពន្ធរងទុកជាមួយនឹងខ្លួនឯងអញ្ចឹងអ្នកណាទៅដែលគាត់អាចនិយាយបានគឺអ្នកដតីសាច់ដតីសតដែលគាត់ឲ្យលុយដើម្បីណាគាត់បោះលុយទៅគេដើម្បីគាត់ត្អូញត្អែពីទុករបស់គាត់ត្អូញត្អែពីទុករបស់គាត់មួយម៉ាត់ពីរម៉ាត់ចឹងទៅគាត់បាក់ចេះអូយជប់ខ្វល់ហើយផាត់ឃើញទេអញ្ចឹងទាំងអស់ហ្នឹងវាគឺជារបៀបដែលគេបង្រៀនមនុស្សប្រុសទាំងអស់ហ្នឹងថាត្រូវរស់នៅបែបហ្នឹងឃើញទេដល់ពេលមនុស្សប្រុសដែលគេរស់នៅខុសពីហ្នឹងណាមនុស្សស្រីខ្លះក៏សម័យចង់បានណាមនុស្សស្រីខ្លះឃើញហើយគាត់ថាប្រុសហើយអីគេហៅគេអីគេញែកចឹងចាសំទោញែកចឹងសង្ស័យតែភេទទី3ឃើញទេពេលខ្លះសូម្បីតែយើងខ្លួនឯងជាមនុស្សស្រីហ្នឹងយើងឃើញមនុស្សប្រុសដែលមានភាពទន់ភ្លន់ណាចេះថ្នមចេះស្រឡាញ់ហ្នឹងយើងពេលខ្លះយើងគិតថាជាភេទទី3ទៅវិញទេសូម្បីតែយើងខ្លួនឯងជាមនុស្សស្រីដែលកំពុងតែទាមទារសិទ្ធិហ្នឹងក៏យើងខ្វះការគិតបើកទូលាយឲ្យមានភាពទូលាយមួយដែលមានសេរីភាពពិតប្រាកដដែរចាអញ្ចឹងខ្ញុំក៏ចង់លើកនិយាយកន្លែងនេះខ្ញុំមិនដឹងថាការនិយាយរបស់ខ្ញុំវាច្បាស់ប៉ុណ្ណាតែគាត់ថាអ្វីដែលខ្ញុំការគិតរបស់ខ្ញុំគឺវាថាបើសិនជាយើងខ្លួនឯងចង់បានភាពស្មើគ្នានឹងចាយើងត្រូវឲ្យបរោះស្មើយើងអូខេយើងកុំទាឲ្យទៀមទាឲ្យយើងនឹងស្មើបរោះយើងទៀមទាមិនមែនទេទៅទាំងពីរអូខេយើងទៀមទាឲ្យយើងស្មើបរោះហើយក៏ទៀមទាឲ្យបរោះស្មើយើងដែរអូខេបានន័យថាម៉េចបានន័យថាបើសិនជាប្តីហត់នឿយហើយយើងជាមនុស្សស្រីក៏អាចរកលុយដើម្បីចិញ្ចឹមក្រុមគ្រួសារបានដែរបើសិនជាប្តីមានទុកណាគាត់ក៏អាចកាយស្មាយើងដើម្បីយំបានដែរនៅពេលដែលយើងមានទុកយើងក៏អាចកាយស្មាប្តីដើម្បីយំបានដែរឃើញទេយើងអាចអោបលួងលោមប្តីអោបប្តីធ្លាប់ជាមួយនឹងដើមទ្រូងរបស់យើងលួងលោមគាត់ថាគាត់ពិបាកចិត្តកន្លែងណាឃើញទេបើសិនជាគាត់អត់ចេះនិយាយបង្រៀនគាត់ឲ្យនិយាយហើយប្រាប់គាត់ថាតែជាអាចត្រូវរៀនក្នុងការនិយាយគ្នាអញ្ចឹងណាចាថាសង្គមគឺបង្រៀនឲ្យបងដូចសូម្បីតែពាក្យបងហើយនឹងអូនអ្នកនរគ្នាឃើញទេរៀបការជាប្តីប្រពន្ធណាសូម្បីតែប្រពន្ធនឹងអាយុបងណាក៏ត្រូវហៅប្តីបងដែរចាហើយប្តីនឹងហៅអូនហើយមនុស្សស្រីដែរបែបហ្នឹងគាត់សុបាយចិត្តទៀតគាត់ថាគាត់ទៅអូយមានមោទនភាពព្រោះប្តីគាត់ហៅគាត់អូនសូម្បីតែគាត់អាយុច្រើនជាងឃើញទេព្រោះអីនៅក្នុងសង្គមហ្នឹងគេបង្កើតឲ្យអញ្ចឹងគេថាមនុស្សស្រីនៅក្រោមមនុស្សប្រុសនៅខាងលើគេជាបងយើងជាអូនឃើញទេអញ្ចឹងផ្លាស់ប្ដូរទៅចាយើងកុំនិយាយទៅវាមានចំណុចទូចទាំងអស់ហ្នឹងដែលវាធ្វើឲ្យយើងទាំងពីរនាក់ហ្នឹងកុំលាតចេញពីគ្នាទាំងពីរភេទហ្នឹងកុំលាតចេញពីគ្នាចាអញ្ចឹងថាយើងជួយប្តីផងណាយើងជួយប្តីដើម្បីឲ្យស្មើយើងផងហើយពេលខ្លះប្រហែលជាអ្នកនរគ្នាដែលជាស្រីមើលវីដេអូនេះហើយប្រហែលជាគិតថាអូយសូម្បីតែខ្លួនឯងដើម្បីឲ្យបានស្មើគេនេះធ្វើមិនចេញផងហើយឲ្យទៅជួយគេឲ្យមកស្មើខ្លួនឯងទៀតតើត្រូវចេញតាមផ្លូវណាមែនទេចាអញ្ចឹងវាយើងអាចមានអារម្មណ៍ថាធ្ងន់ណាស់ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកនរគ្នាអត់ធ្ងន់ទេចាអត់ធ្ងន់ទេតាមពិតនៅពេលដែលអ្នកនរគ្នាជួយប្តីឲ្យស្មើយើងណាគឺយើងកំពុងតែជួយខ្លួនឯងដូចគ្នាដើម្បីឲ្យស្មើប្តីណាព្រោះថាដូចពាក្យខ្មែរយើងគេនិយាយថាទំពក់វាទៅភ្នៅវាមកចាអញ្ចឹងនៅពេលដែលយើងធ្វើទៅឲ្យផ្ទះដៃមួយខាងវាអត់លឺទេឃើញទេយើងតើផ្ទះទាំងសងខាងមិនលឺអញ្ចឹងហើយនៅពេលដែលយើងបង្ហាញប្រាប់គាត់ថាបងក៏អាចធ្វើជាមនុស្សទន់ជ្រាយម្នាក់បានដែរពេលនោះសារដែលគាត់លឺគឺថាអូនក៏អាចធ្វើជាមនុស្សស្រីដែលខ្លាំងម្នាក់បានដែរឃើញទេតែពិតខ្ញុំមិនចង់ប្រើទេអាពាក្យទន់ជ្រាយហើយនឹងខ្លាំងនឹងប៉ុន្តែវាជានិយមន័យដែលងាយយល់អូខេមិនមែនចង់ប្រាប់អ្នកនរគ្នាថាត្រូវធ្វើជាមនុស្សស្រីខ្លាំងទេអ្នកនរគ្នាត្រូវធ្វើជាខ្លួនឯងពិតប្រាកដចាដើម្បីធ្វើជាខ្លួនឯងពិតប្រាកដហ្នឹងវាត្រូវធ្វើម៉េចលុបអត្តសញ្ញាណដែលគេឲ្យយើងសិនចាអញ្ចឹងហើយមិនថាបើសិនជាអ្នកនរគ្នាអាចមានសមត្ថភាពបង្ហាញឲ្យប្តីដឹងថាគាត់ក៏អាចទន់ខ្សោយបានដែរណាខ្ញុំ repeat ឡើងវិញគឺជាសារដែលប្រាប់គាត់ថាអូនក៏អាចជាមនុស្សស្រីដែលខ្លាំងបានដែរឃើញទេអញ្ចឹងយើងក៏ស្មើគាត់ក៏ស្មើយើងដែរឃើញទេហើយនៅពេលដែលមានទុក្ខលំបាកយើងក៏អាចត្អូញត្អែពីទុក្ខលំបាករបស់យើងប្រាប់ប្តីហើយប្តីក៏អាចត្អូញត្អែពីទុក្ខលំបាករបស់គាត់ប្រាប់យើងហ
ហើយខ្ញុំនឹងធ្វើវីដេអូ detail ដើម្បីនិយាយពីទុកលំបាកប្រាប់គ្នាគេហៅថារបៀបនៃការទំនាក់ទំនងគ្នាដោយគ្មានហិង្សាចាជិះជាងដែលចោទថាបងឯងធ្វើបាបចិត្តអូនពាក្យនេះមនុស្សជួយចាប់ណាស់អ្នកទាំងអស់គ្នាប្រហែលជាមិនបានចាប់អារម្មណ៍ទេនៅពេលដែលនិយាយអញ្ចឹងយើងនិយាយអញ្ចឹងយើងគិតថាអូចង់ឲ្យគេយល់ពីអារម្មណ៍យើងប៉ុន្តែអ្នកដែលត្រូវគេចោទជួយចាប់តាអ្នកទាំងអស់គ្នាឈឺព្រោះអីពេលខ្លះគាត់អត់ទាំងដឹងខ្លួនផងថាអ្វីដែលគាត់ធ្វើវាប៉ះពាល់យើងប៉ុណ្ណាស្រាប់តែយើងចោទគាត់ថាបងឯងធ្វើបាបចិត្តអូនឃើញទេអញ្ចឹងពាក្យចោទយើងគួរតែជៀសវាងចាំវីដេអូក្រោយខ្ញុំគិតថាខំអញ្ចឹងវែងពេកចាយើងអាចនិយាយតាមរបៀបមួយថាអ្វីទៅដែលជាទុកលំបាករបស់យើងថាអូនសពថ្ងៃឈឺចាប់បែបណាឈឺចាប់យ៉ាងម៉េចណាយើងនិយាយពីយើងអត់និយាយពីគាត់ទេយើងអត់និយាយពីគាត់ទេណាយើងនិយាយពីយើងណាអូននឿយហត់ណាអូនមិនសប្បាយចិត្តអូនមិនអីអញ្ចឹងយើងនិយាយពីយើងខ្លួនឯងណាហើយបើចង់ហៅខ្លួនឯងថាបងក៏បានដែរចាអញ្ចឹងស្រេចទៅលើជំរើសរបស់អ្នកនរគ្នាណាចាខ្ញុំនិយាយលេងសើចតិចសុំទោសណាគេថាសើចទៅលើគំនោទឹករបស់អ្នកដតីបាបចាបើពិតអត់សើចនឹងគំនោទឹករបស់អ្នកដតីទេសុំទោសណាជាទម្លាប់និយាយចេះតែទម្លាប់លេងសើចអញ្ចឹងកន្លែងនេះខ្ញុំចង់គាត់តែចង់លើអ្នកនរគ្នាឃើញកន្លែងហ្នឹងថាអ្វីដែលជាភាពរងទុក្ខរបស់ស្ត្រីនៅក្នុងពិភពលោកបច្ចុប្បន្ននេះនៅក្នុងសង្គមបច្ចុប្បន្ននេះណាអ្នកទាំងអស់គ្នាជឿខ្ញុំទៅមិនមែនជាកំហុសរបស់មនុស្សប្រុសទេចាសូម្បីតែមនុស្សប្រុសហ្នឹងជាអ្នកធ្វើឲ្យយើងឈឺចាប់ហ្នឹងគឺគាត់ធ្វើដោយសារតែគេអប់រំគាត់បែបហ្នឹងអូខេអញ្ចឹងយើងត្រូវជួយគាត់អប់រំគាត់ឡើងវិញចាមិនមែនបានន័យថាធ្វើជាម្ដាយគាត់ទេណាអូកុំធ្វើជាម្ដាយគាត់ធ្វើជាយើងខ្លួនឯងបានហើយខ្ញុំសូមនិយាយកន្លែងហ្នឹងតិចចុះខ្ញុំមានអារម្មណ៍ថាខ្ញុំហត់ជំនួសនៅពេលដែលឮពាក្យព្រានបដៅមួយគាត់ថាធ្វើជាមនុស្សស្រីត្រូវចេះធ្វើជាប្រពន្ធផងត្រូវចេះធ្វើជាម្ដាយផងត្រូវចេះធ្វើជាបងស្រីផងគ្រប់បែបយ៉ាងចាអត់ទេអ្នកនរគ្នាគ្រាន់តែត្រូវការធ្វើជាខ្លួនឯងប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយចាអត់ចាំបាច់ធ្វើជាម្ដាយរបស់ប្តីទេចាមិនចាំបាច់ហើយក៏មិនចាំបាច់ធ្វើជាអ្នកបម្រើរបស់ប្តីដែរឃើញទេយើងធ្វើជាខ្លួនឯងពិតប្រាកដយើងចែកគ្នាធ្វើការងារក្នុងផ្ទះអីចឹងជាដើមចាស៊ីសោះលើអ្នកនរគ្នានិយាយគ្នាយ៉ាងម៉េចចាអញ្ចឹងគេថាទៀតគេថានិយាយទៅបើគេមិនស្ដាប់យើងផងដូចចាក់ទឹកលើក្បាលទីអាហ្នឹងអូខេប្រធានបទមួយផ្សេងទៀតយើងអាចចែកគ្នាបាននៅវីដេអូផ្សេងទៀតចាអញ្ចឹងសរុបឡើងវិញចាគាត់ចង់ប្រាប់ថាការដែលយើងចង់ដោះស្រាយបញ្ហាភាពមិនស្មើគ្នារវាងបរិសុទ្ធនិងស្ត្រីតាមរយៈការដាក់ទោសទៅលើបរិសុទ្ធហើយស្ត្រីគឺជាជនរងគ្រោះនេះវាអត់ដោះស្រាយបញ្ហាបានទេទីមួយដែលខ្ញុំលើកនិយាយមិញហ្នឹងពាក់ព័ន្ធទៅនឹងភាគីបរិសុទ្ធថាគាត់ត្រូវគេអប់រំបែបហ្នឹងហើយទីពីរទៀតបកមកខាងស្ត្រីវិញនៅពេលដែលគេចាត់ទុកយើងជាជនរងគ្រោះអ្នកនរនេះជនរងគ្រោះវាធ្វើឲ្យស្ត្រីហ្នឹងណាកាន់តែមើលឃើញខ្លួនឯងទុនខ្សោយវាអាចដែរស្ត្រីមួយចំនួននៅពេលដែលគាត់មើលឃើញថាខ្លួនឯងជាជនរងគ្រោះគាត់ថាអូខេត្រូវតែរំដោះខ្លួនចេញពីអាហ្នឹងប៉ុន្តែមនុស្សស្រីជាច្រើននៅពេលដែលខ្លួនឯងមានអារម្មណ៍ថាជាជនរងគ្រោះគឺគាត់កាន់តែមានអារម្មណ៍ថាគាត់ទុនខ្សោយថែមទៀតគាត់កាន់តែមានអារម្មណ៍ថាគាត់កើតមកចាំតែរងទុក្ខគាត់កើតមកចាំតែទទួលការលំបាកគ្រប់បែបយ៉ាងទាំងអស់ហ្នឹងឃើញទេអញ្ចឹងការដែលយើងនៅតែចង្អុលយើងនៅតែបង្ហាញដដែលថាអ្នកឯងជាជនរងគ្រោះអ្នកឯងជាជនរងគ្រោះអ្នកឯងជាជនរងគ្រោះវាអាចជួយជនរងគ្រោះនឹងបានទេចាយើងត្រូវតែផ្លាស់ប្ដូរស្ថានភាពហ្នឹងព្រោះថាតាមពិតទៅភាពរងគ្រោះមួយនេះវាមិនមែនជាភាពរងគ្រោះមួយពិតប្រាកដទេវាគឺជាការទទួលយកនៅស្ថានភាពហ្នឹងហេតុអីខ្ញុំនិយាយចឹងខ្ញុំមិនសំដៅទៅលើស្ត្រីដែលគាត់រងនៅអំពើហិង្សាណារងនៅសម្ពាធដែលគាត់មិនអាចចាក់ចែងពីមនុស្សប្រុសនឹងបានដោយសារតែមានអំពើហិង្សាដោយសារតែមានការគំរាមសម្លាប់អីហ្នឹងជាដើមវាពិតទេណាក្នុងករណីហ្នឹងប៉ុន្តែគឺមានករណីផ្សេងទៀតដែលករណីទូទៅគឺថាមនុស្សស្រីខ្លួនឯងយើងនឹងទេដែលជាអ្នកដាក់កំហិតឲ្យខ្លួនឯងនៅចាដាក់កំហិតឲ្យខ្លួនឯងនៅព្រោះតែសង្គមប្រាប់ថាមនុស្សស្រីប្តី2ប្តី3ណាមិនល្អមាត់គេអីមេម៉ាយចំណាយមាត់គេចាមេម៉ាយចំណាយមាត់គេមែនអូខេឲ្យគេសឹកបបោមាត់ឲ្យអស់ទៅពេលគេសឹកបបោមាត់អស់គេឡើងនិយាយហើយចាអូខេវាទាំងអស់នោះវាធ្វើឲ្យយើងដាក់សម្ពាធទៅលើខ្លួនឯងយើងដាក់កំហិតឲ្យខ្លួនឯងត្រូវតែនៅណាការយកច្រឡំផ្សេងទៀតមានកូនហើយត្រូវតែទ្រាំដើម្បីកូនចាអានេះគឺជាការយល់ច្រឡំទាំងស្រុងកូនគ្មានកូនណាទៀមទាឲ្យឪពុកម្ដាយទ្រាំដើម្បីគាត់ទេខ្ញុំគឺជាធ្លាប់ជាកូនដែរហើយខ្ញុំក៏ជាម្ដាយចា
គឺថាអ្វីដែលកូនចង់បានគឺសេចក្តីសុខរបស់យើងអូខេអញ្ចឹងកុំទ្រាំដើម្បីកូនកុំយកកូនធ្វើជាលេសអូខេប្រមូលសេចក្តីក្លាហានរបស់ខ្លួនឯងដើម្បីរៀបចំជីវិតខ្លួនឯងឲ្យបានល្អដូចតែខ្លួនឯងចង់បានកុំយកលេសថាដើម្បីកូនអូខេកូនអត់ចង់បានអាហ្នឹងទេកូនចង់បានសេចក្តីសុខរបស់ពុកម្ដាយ100%ណាបើថាយើងលែងគ្នាហើយឆ្លោះគ្នាកូនអត់ចង់បានទេអ្វីដែលកូនចង់បានគឺសេចក្តីសុខរបស់ពុកម្ដាយឃើញទេអញ្ចឹងយើងគ្មានសេចក្តីក្លាហានក្នុងការធ្វើវាដោយសារតែសង្គមគេប្រាប់យើងចឹងណាជាពិសេសសង្គមហ្នឹងតែងតែដាក់សម្ពាធលើមនុស្សស្រីហើយលែងទៅហើយគិតមិនណាមានឪទៅយ៉ាងហោចដែរក៏ឪវាណាប្រាក់ខែយកមកឲ្យហែងដែរបើមិនបានទាំងអស់ទេណាក៏បាន50%ដែរអីចឹងទៅឃើញណាដូចអញ្ចឹងសង្គមគឺធ្វើឲ្យមនុស្សស្រីបាត់បង់សេចក្តីក្លាហានក្នុងការមានជីវិតមួយដែលជាជីវិតនៅក្នុងកណ្ដាប់ដៃរបស់គាត់អញ្ចឹងបើសិនជាយើងនៅតែបន្តនិយាយដដែលថាមនុស្សស្រីគឺជាជនរងគ្រោះមនុស្សស្រីគឺជាជនរងគ្រោះមនុស្សស្រីកើតមកសម្រាប់តែរងទុក្ខមនុស្សស្រីកើតមកសម្រាប់តែរងទុក្ខយើងទន្ទិញពាក្យដដែលតែទាំងអស់នេះស្ថានភាពវាអត់ដូរទេប៉ុន្តែបើសិនជាយើងប្រាប់ថាតាមពិតទៅមនុស្សស្រីគឺមានសិទ្ធិណាយើងមានសិទ្ធិហើយយើងចង់ធ្វើអីក៏បានដែរតាមពិតទៅរំដោះខ្លួនឯងចេញពីការអប់រំរំដោះខ្លួនឯងចេញពីការព្រៀនប្រដៅមួយដែលធ្វើឲ្យយើងរស់នៅក្នុងគុកឥតជញ្ជាំងខ្ញុំមានវីដេអូចេញពីមុនពាក់ព័ន្ធទៅនឹងគុកឥតជញ្ជាំងហ្នឹងចាអញ្ចឹងរំដោះខ្លួនឯងចេញពីគុកឥតជញ្ជាំងហ្នឹងកាលណាយើងមិនរំដោះខ្លួនឯងចេញពីគុកឥតជញ្ជាំងហ្នឹងទេគឺយើងខ្លួនឯងទេជាអ្នកធ្វើឲ្យខ្លួនឯងខ្លាចទៅជាជនរងគ្រោះណាបើសិនជាប្តីប្រើពាក្យសម្ដីមិនសមរម្យជាមួយយើងខំមាត់សង្កត់ចិត្តលេបទុកមិនតមួយគេវិញសួរថាគេឈប់អត់គេអត់ឈប់ទេចាប៉ុន្តែបើសិនជាយើងរឹងមាំហើយយើងប្រាប់ថាអ្នកឯងគ្មានសិទ្ធិក្នុងការប្រើពាក្យសម្ដីនេះជាមួយខ្ញុំទេខ្ញុំមិនអាចទទួលយកបានទេណាខ្ញុំមានតម្លៃជីវិតរបស់ខ្ញុំមានតម្លៃពាក្យសម្ដីនេះខ្ញុំមិនអាចទទួលយកបានទេឃើញទេបើសិនជាយើងមិនទទួលយកគ្មានអ្នកណាហ៊ានបំពេញយើងទេបើសិនជាគេលើកដៃវាយយើងប្រាប់ថាខ្ញុំទៅប្តឹងប៉ូលីសខ្ញុំមិនឲ្យអ្នកឯងបំពេញលើខ្ញុំបានទេឃើញទេប៉ុន្តែអានេះវាទាមទារសេចក្តីក្លាហានខ្លាំងណាព្រោះអីសង្គមប្រាប់យើងថាមនុស្សស្រីកើតមកសម្រាប់តែរងទុក្ខឃើញទេមនុស្សស្រីគឺជាជនរងគ្រោះមនុស្សស្រីគឺតែអញ្ចឹងប្រុសគឺតែអញ្ចឹងយើងត្រូវឈប់ឲ្យវាអញ្ចឹងមកពីអញ្ចឹងបានវាអញ្ចឹងឈប់ឲ្យវាអញ្ចឹងទៅវាឡើងអញ្ចឹងទៀតហើយអូខេចាអញ្ចឹងរំដោះខ្លួនឯងរំដោះមនុស្សប្រុសដែលនៅក្បែរយើងហើយអ្នកទាំងពីរនឹងមានសេរីភាពអ្នកទាំងពីរនឹងស្គាល់នៅសេចក្តីសុខពិតប្រាកដក្នុងការចែករំលែកជីវិតរស់នៅណាដែលអ្នកទាំងអស់គ្នានេះហៅមកគេថារស់នៅជីវិតមួយរួមគ្នាណាចារស់នៅជីវិតមួយរួមគ្នារវាងអ្នកទាំងពីរហ្នឹងដោយមានសេចក្តីសុខបំផុតហើយមានការគោរពគ្នាទៅវិញទៅមកមានការស្គាល់ពីគ្នាទៅវិញទៅមកមានការស្រឡាញ់គ្នាពិតប្រាកដចេញពីបេះដូងចាថែទាំគ្នាពិតប្រាកដចេញពីបេះដូងចាដូចជាវែងឆ្ងាយពេកហ្នឹងណោះចាធ្វើវីដេអូម្ដងណាក៏វែងដែរមិនដែរវីដេអូខ្លីៗគេដូចនិយាយទៅវាអត់អស់សេចក្តីចាអញ្ចឹងសូមបញ្ចប់ប្រធានបទនេះត្រឹមប៉ុណ្្នេះចោះហើយជូនពរអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខនិងសុភមង្គលជូនពរអ្នកទាំងអស់គ្នាឲ្យមានសេចក្តីក្លាហានក្នុងការរៀបចំជីវិតខ្លួនឯងស័ក្តិសមសម្រាប់ខ្លួនឯងហើយឲ្យបានដូចសេចក្តីពងប្រាថ្នារបស់ខ្លួនឯងចាជំរាបលា